សួស្តីពុកម៉ែបងប្អូនរឿង One Piece ដែលជារឿងវគ្គថ្មីនេះគឺចេញមកទៀតហើយរឿងនេះគឺជាវគ្គរបស់ episode 11:47មុននឹងចូលទៅដល់សាច់រឿងអ្នកទាំងគ្នាកុំភ្លេចជួយចុចជាមួយនឹង Subscribe និងបើកសញ្ញាកណ្ដឹងជូនខ្ញុំម្នាក់មួយផងណាបាទដូច្នេះហើយកុំឲ្យខាតពេលយូរតោះយើងទៅទស្សនានៃរឿងយើងជាបន្តទៀតតាមសាច់រឿងមកយើងក៏បានឃើញថាកោះអេហេកំពុងត្រូវបានការរងការវាយប្រហារដែលធ្វើឲ្យកន្លែងនោះឆេះយ៉ាងសន្ធោសន្ធៅតែម្ដងនៅពេលនោះយើងឃើញជាមួយនឹង Frankie និង Puma កំពុងតែសម្លឹងដាក់មុខគ្នានិងធ្វើការវាយគ្នាពេលនោះដែរក៏ធ្វើឲ្យកុំរីម្នាក់នោះបានខ្ទាតឆ្ងាយបាត់ទៅហើយចេញចំណេះគឺជា Frankie ហើយយើងកាត់មកខាងបូននេះវិញពេលនោះនាងនិយាយថានាងនឹងជួយប៉ារបស់នាងមិនឲ្យពួកឯងធ្វើអីប៉ាយើងទេហើយនៅកន្លែងនោះដែរយើងក៏ឃើញសមាវ័យស្ទងដូចជាកំពុងតែឃើញកុំរីនដែលគាត់កំពុងតែឈោមអ្នកឯងហើយនៅក្រៅគាត់ក៏មានពន្លឺមួយដ៏ធំនោះគឺពន្លឺកណ្ដាប់ដៃរបស់អេតឡាស់ដោយនាងបានធ្វើការដាក់ទៅកាន់ម៉ារីននោះមួយតាហើយនៅកន្លែងហ្នឹងវាពិតជាអែមខ្លាំងមែនតើដោយសារតែអេតឡាស់ដើរជាមួយនឹងកុំរីនមួយដៃប៉ាំងមកទៅហើយអេតឡាស់នាងក៏មានមោទនភាពជាខ្លាំងដែលនាងអាចធ្វើបែបនេះបានពេលនេះគឺយើងកាត់មកខាងណាមីវិញពេលនេះណាមីក៏បានឃើញជាមួយនឹងជើងអ្វីជាច្រើនដែលវាកំពុងតែតោងជញ្ជាំងឡើងមករកនាងពេលនោះណាមីវិតភ័យខ្លាចជាខ្លាំង